ឆ្នាំ1999នីតិខៈរដូវបានកន្លងផុតទៅមេឃក៏ចាប់ចុះងងឹតដោយនៅអំណាចនៃវស្សានរដូវបានចូលមកដល់ភ្លៀងផ្គរបង្កើតបានជាការរន្ទះពេញមេឃបញ្ជាក់ពីភាពខ្លាំងក្លានៃភ្លៀងដំបូងក្នុងដើមវស្សាថ្មីសពសត្វកង្កែបហ៊ីងយំអើងក៏បង្ហាញពីភាពសប្បាយរីករាយដោយមិនដឹងឡើយថាទុកនឹងមកដល់ឆាប់ដោយសារស្នាដៃមនុស្សយូរបន្តិចមកផ្ទៃមេឃក៏ចាប់ស្ងប់ស្ងាត់ទិដ្ឋភាពថ្មីនៃថ្ងៃថ្មីក៏បានផ្ដើមឡើងសំឡេងរទេះលាន់តាមផ្លូវដាស់អស់នៅប្រជាប្រុសស្រីណាដែលនៅលងលក់នៅឡើយដោយអំណាចត្រជាក់នៃដំណក់ទឹកកាលពីប្រលប់មកនោះបុប្ផាព្រេងក៏ចាប់ផ្ដើមរីកសាយក្លិនពីដងក្រអូបតាមវាយោបក់ផាត់កាត់តាមប្រឡាយទឹកតូចដែលហូរកាត់មកពីឆ្ងាយនាំទាំងកូនត្រីកូនក្តាមមកប្រងព្រាតខ្លះប្រឹងហែលបញ្ច្រាស់ទឹកលេងខ្លះក៏ឡើងទៅតាមដងផ្លូវដែលមានទឹកហូរកាត់ឡើងប្រសាចហាក់គ្មានខ្លាចនៅមាត់ស្រុកដែលកំពុងតែរងាវលើបង្គោលឫស្សីក្បែរផ្លូវសោះថ្ងៃរៀងភ្លឺច្បាស់ណាស់ទៅហើយអាកោក៏លែងសូវដំឡើងសំឡេងត្បិតព្រោះស្អកករួចក៏ចុះទៅរកចំណីបណ្ដើមេអស់ទៅបន្សល់នៅតែសំឡេងឆ្កែព្រុសឡើងរំពងពេញបរិវេណផ្ទះរបស់ខ្ញុំខណៈនោះលោកពុកក៏បានបន្លឺសំឡេងឡើងតិចដោយក្រហែមផងរួចក៏និយាយមកកាន់ខ្ញុំថាថ្ងៃនេះត្រូវទៅជួយព្រោះស្រូវឲ្យពូសែននៅភូមិឯកើតត្បិតគាត់មករកឲ្យទៅជួយគ្រាន់តែឮដូច្នេះមិនបង្អង់យូរខ្ញុំក៏រៀបចំទៅភ្លាមនៅតាមផ្លូវទឹកលិចហូរកាត់ប្រឡាយពេញព្រាបដំណើរនេះអាស្រ័យដោយរទេះឆ្លងទឹកឆ្លងភក់មិនយូរប៉ុន្មានផ្ទះដ៏សែនធំដែលគេបានឲ្យងារជាសេដ្ឋីស្រុកស្រែក៏បានលេចឡើងនៅពីមុខខ្ញុំយ៉ាងច្បាស់គឺផ្ទះរបស់ពូសែនផ្ទះនេះធំណាស់តែក៏ហាក់កណ្ដោយកណ្ដែងណាស់ដែរត្បិតមានតែគាត់និងប្រពន្ធគាត់ប៉ុណ្ណោះដែលរស់នៅទីនេះតាមខ្ញុំចាំគាត់ក៏មានកូនស្រីម្នាក់ដែរនាងឈ្មោះថាបរមីមែនហើយភក្ត្រានាងមិនខុសពីច័ន្ទពេញបរមីនោះទេពិតជាស្រស់ស្អាតណាស់តែវាបានត្រឹមតែជាការស្រមៃប៉ុណ្ណោះខណៈនាងបានចាកចេញពីភូមិស្រុកទៅរស់នៅទីក្រុងតាំងពីតូចបាត់ទៅហើយមកទល់ពេលនេះសូម្បីតែស្រមោលនាងក៏ខ្ញុំមិនដែលឃើញដែរមិនដឹងឡើយថាពេលនេះនាងធំប៉ុណ្ណាទៅហើយនោះទេណាស់ហើយឈប់គិតពីនាងទៅត្បិតពេលនេះផ្ទះក៏បានមកដល់ហើយលោកពូក៏បានចេញមកទទួលយ៉ាងស្និទ្ធស្នាលដែរនៅបាយទឹកនិងនំចំណីមិនខ្វះផ្ដល់ឲ្យពួកខ្ញុំជាច្រើនអណែកប៉ុន្តែក៏ប្លែកណាស់ដែរដែលខ្ញុំបានឃើញនៅខោអាវដែលហាលនៅលើស្នួរមានកោអាវមនុស្សស្រីដែលមើលទៅមិនសមសោះថាជារបស់អ្នកមីងបុប្ផាតែយ៉ាងណាខ្ញុំក៏មិនហ៊ានសួរនាំច្រើនបានត្រឹមសម្លឹងមើលហើយឆ្ងល់ក្នុងចិត្តរួចក៏ចុះទៅលើកស្រូវដែលត្រាំនៅក្នុងប្រឡាយមុខផ្ទះដាក់រទេះបរទៅស្រែដោយជាប់នៅចម្ងល់បន្តិចបន្តួចនេះទៅជាមួយកន្លងផុតមកជាច្រើនថ្ងៃសន្ទូងបែកគុំស្រូវលាស់ខៀវខ្ចីទឹកក៏ចាប់ផ្ដើមស្រកចេញពីផ្លូវ
តែនៅពេញព្រៀបដដែលនៅតាមប្រឡាយបង្កលក្ខណៈឲ្យមានការជិះកង់ឬម៉ូតូស្រួលជាងមុនប៉ុន្តែទីស្ថានដែលខ្ញុំរស់នៅគឺដាច់ឆ្ងាយណាស់ពីទីប្រជុំជនធំយូរម្ដងប៉ុណ្ណោះទើបគេអាចឃើញនៅកង់ខ្មែរឬម៉ូតូមួយពីរជិះកាត់ក្រៅពីនេះគេឃើញមានតែរទេះគោនិងរទេះកបីប៉ុណ្ណោះដែលមានវត្តមាននៅទីនេះនៅឯនាឆ្ងាយក្បែរសាលាឆទៀនសំឡេងសូរស័ព្ទនៃមេក្រូលាន់រហឹមនៅសំនៀងអាយ៉ៃដែលចាក់កំដរនៅការរៀបអង្គាប្រាក់ដើម្បីធ្វើបុណ្យភូមិនៅនាថ្ងៃស្អែកតែមិនមែនធ្វើនៅភូមិខ្ញុំឡើយគឺភូមិខាងកើតដែលខ្ញុំបានទៅពីមុនមកនោះមនុស្សជាច្រើនណាស់ដែលកំពុងតែនឹងសប្បាយអរនៅការទិញខោអាវថ្មីដែលគេដឹកតាមរមាក់យកមកលក់ដើម្បីស្លៀកពាក់ទៅលេងបុណ្យសម្រាប់ខ្ញុំគឺគ្មានទេមានតែអាវសំណប់ពណ៌សមួយបំលាស់ដែលទៅណាមកណាសឹងតែមិនហ៊ានពាក់ឡើយប៉ុន្តែថ្ងៃស្អែកនេះក៏មិនអាចគេចផុតដែរព្រោះមានតែវានេះហើយដែលនៅថ្មីជាងគេណាបើមិនទៅគឺមិនកើតត្បិតអីមិត្តភក្តិច្រើនណាស់ដែលមកហៅឲ្យទៅលេងនឹងគេមួយថ្ងៃកន្លងផុតទៅលឿនណាស់ត្រឹមតែបិទភ្នែកលក់មួយភ្លែតក៏ផុតបាត់ទៅហើយពិធីបុណ្យគេចាប់ផ្ដើមនៅឯពេលល្ងាចឯណោះតែខ្ញុំក៏ត្រូវរវល់ទាំងព្រឹកនឹងការជួយរៀបចំនៅគោយន្តដែលមានពោពេញទៅដោយផ្លែឈើដូងខ្ចីផ្លែក្រូចនិងត្នោតខ្ចីជាច្រើនត្បិតវាជាទំនៀមរបស់ចាស់ពេលទៅលេងភូមិគេទាំងមូលមិនអាចអត់នៅរបស់របរចូលរួមបានទេពេលដែលរៀបរួចហើយកិច្ចការបន្ទាប់មានតែចាស់ប៉ុណ្ណោះដែលពួកគាត់អ្នកយកទៅចំណែកឯពួកខ្ញុំគឺបានត្រឹមតែជិះរទេះគោទៅតាមក្រោយព្រះសូរិយាលាព្រៃទៅហើយព្រះច័ន្ទ15កើតក៏បានអភ័ក្រមកលឹមឯនាឯដល់ឱកាសប្រជាកម្មហើរហោះពេញមេឃចាប់នៅចំណីដែលកំពុងតែរត់រកកន្លែងពួនជ្រោកពន្លឺពណ៌មាសនៃវេលានេះវាពិតសមជាថ្នាំឱសថទិព្វមែនដែលមកថែបំពេនៅចិត្តមនុស្សទាំងឡាយឲ្យទោទន់ទៅតាមស្រមោលនៃធម្មជាតិនានាដែលកំពុងតែយល់យោគបោកខ្លួនទៅតាមវិយោរំហើយសំឡេងរេយំរហឹមកាត់ដងព្រៃរីឯមាត់ប្រឡាយក៏គេឮនៅសំនៀងកូនក្អាត់តូចច្រៀងរាំរំពងដោយគ្មានខ្លាចសំឡេងនៃកង់រទេះដែលកំពុងតែបកកាត់តាមនេះសោះវាស្រូវដែលសែនធំល្វឹងល្វើយអើយតើឯងមានដឹងទេថាឯងមិនធំដោយចិត្តដែលយើងកំពុងតែចង់ទៅជួបច័ន្ទដែលកំពុងរះឡើយមែនហើយបរមីថ្ងៃនេះគឺជាថ្ងៃពេញបរមីវាជាថ្ងៃដែលខ្ញុំបានជួបនាងជាលើកចុងក្រោយដែរតើនិស្ស័យពិតជាមានមែនទេខ្ញុំសូមបានផ្សងក្នុងចិត្តឲ្យបានជួបនាងម្ដងទៀតនៅយប់នេះផងដួងច័ន្ទ
ក្រោយពីរអ៊ូក្នុងចិត្តចប់សំឡេងនៃភ្លេងបុរាណខ្មែរក៏បានលាន់ឮបណ្ដើបញ្ជាក់ឲ្យឃើញថាពួកយើងបានឆ្លងផុតមកដល់ទីបុណ្យហើយមើលចុះពន្លឺភ្លើងបំភ្លឺឡើងគ្រប់ទីកន្លែងមនុស្សម្នាច្រើនណាស់ត្រសងគ្នាទាំងគូខ្លះក៏មានស្លៀកសម្លៀកបំពាក់បុរាណយ៉ាងស្អាតគប់ភ្នែកគុណមើលមិនស្ដាយពេលឡើយបែរមើលទៅក្រមុំកូនអ៊ីអ្នកលក់នំខ្មែរវិញក៏មិនណយដែរអង្គុយជួយលក់នំម៉ែយ៉ាងជាប់ដៃមើលទៅអ្នកទិញក៏មិនមានស្រីមានតែកំឡោះឲ្យប្រសាចដណ្ដើមគ្នាទិញនៅនំពុំថ្មីដែលកំពុងតែដុតក្នុងនោះក៏មានដោយទាំងមិត្តខ្ញុំ 2-3 នាក់ដែរមិនមែន 2-3 នាក់ទេនិយាយរួមទៅគឺទាំងអស់តែម្ដងណាស់ហើយទុកឲ្យពួកវានៅទីនេះចុះធំល្មមអស់ហើយវាល្មមអាចនឹងដើរតែឯងបាននិយាយចប់ខ្ញុំក៏ចុះចេញទៅនៅទីដ៏សាយមានមនុស្សច្រើននេះដោយដើរតម្រង់ទៅឲ្យលោកតាចងនៅអំបោះក្រហមដែលនៅក្បែរផ្លូវដើរមិនបានប៉ុន្មានផងស្រាប់តែមានរទេះសេះមួយយ៉ាងលឿនបងមកកាន់ខាងនេះដែរធ្វើឲ្យខ្ទាតភក់ប្រឡាក់ខ្ញុំអស់មិនស្ទើរទេអ្នកពិតជាមិនបើកភ្នែកមើលមនុស្សម្នាមែនអានតែខ្លួនឯងអ្នកមាននេះគង់តែមកលេងបុណ្យទេមិនចង់បានបាបកុំអីតែចាប់ឲ្យមកសុំទោសឲ្យរៀងតែម្ដងខោអាវមានតែមួយកំ pl ផងចំជាសយមែនបន្ទាប់ពីមានរឿងដ៏សែនសយនេះខ្ញុំក៏បានមកលាងមាត់ចេញតែវាប្រហែលគ្មានបានល្អស្អីនោះទេត្បិតដើរទៅដល់ទីណាក៏គេសន្លឹងមើលមុខដែរហាក់ដូចខ្ញុំជាមនុស្សចម្លែកទៅហើយចន្ទ្រារះកាន់តែខ្ពស់ឆ្ងាយសំឡេងនៃចម្រៀងរាំវង់ក៏បានចាប់ផ្ដើមប្រគំបណ្ដើសំឡេងប្រកាសរកអ្នករាំដើម្បីប្រកួតក៏បានឮឡើងរន្ថើនដល់ចិត្តខ្ញុំតែចង់ដឹងចង់ឃើញយ៉ាងខ្លាំងនៅទិដ្ឋភាពដ៏សែនមនោរម្យមួយនេះដោយសារតែអ្នកខ្លះមានការប្រញាប់ប្រញាល់រត់ទៅចោះឈ្មោះខណៈនោះស្រាប់តែបុកត្រូវនារីម្នាក់ដែលកំពុងតែរើសមើលនៅគ្រឿងលម្អខ្លួនធ្វើឲ្យនាងដួលមកប៉ះខ្ញុំយ៉ាងពេញទំហឹងភ្លាមកាយដ៏ទន់របស់នាងមកផ្អឹបនៅជាប់ទ្រូងរបស់ខ្ញុំហាក់ធ្វើអ្វីមិនចេញនោះទេត្បិតភាពសោយវាពិតជាខ្លាំងហួសរហូតខ្ញុំលួចហួសចិត្តនៅក្នុងទ្រូងនាងងើយមុខឡើងរួចបន្តក្រោកនិយាយសុំទោសខ្ញុំយ៉ាងទន់ភ្លន់បងប្រុសឲ្យប្អូនសុំទោសប្អូនពិតជាមិនមានចេតនានោះទេខ្ញុំតបទៅនាងតិចព្រោះចង់ប្រញាប់ទៅមើលគេរាំមិនអីទេប្អូនមិនខុសទេសូមកុំគិតច្រើនអីនិយាយចប់ខ្ញុំប្រុងដើរចេញទៅតែខណៈនោះបែរជានាងចាប់ដៃខ្ញុំជាប់ភ្នែកហាក់សម្លឹងមកមើលខ្សែដៃដែលបរមីឲ្យមកខ្ញុំកាលពីតូចនាងបន្តនិយាយយ៉ាងណាក៏ប្អូនជាអ្នកធ្វើឲ្យបងដួលបើអាចខ្ញុំសូមរាំជាមួយបងមួយបទទុកជាការជំនួសនៅពាក្យសុំទោសបានទេហើយក៏ជាការផ្ដាំស្គាល់គ្នាផងសម្ដីនាងនិយាយភ្ជាប់ដោយក្តីស្មោះត្រង់ខ
ខ្ញុំមិនបានតបទៅនាងទេត្រឹមញញឹមជាសញ្ញារួចនាងក៏នាំខ្ញុំដើរទៅតែប្លែកហេតុអ្វីបានជានាងចាប់អារម្មណ៍មកលើខ្សែដៃនេះម្ល៉េះ